ជីវិតមនុស្សយើងមិនមានផ្លូវណាដែលត្រង់ជានិច្ចទេមានថ្ងៃខ្លះយើងខិតខំប្រឹងណាស់តែផលដែលទទួលបានវាមិនដូចអ្វីដែលយើងរំពឹងទុកពេលនោះយើងអាចសួរខ្លួនឯងថាតើខ្ញុំខំធ្វើទៅមានអត្ថន័យអ្វីតែសូមអ្នកចាំមួយចំណុចការខិតខំប្រឹងមិនដែលបាត់បង់ទេវាគ្រាន់តែជាការពេលមនុស្សជាច្រើនឈប់ដើរមិនមែនគាត់មិនអាចបន្តទេតែព្រោះគាត់មិនបានឃើញលទ្ធផលភ្លាមបើថ្ងៃនេះអ្នកនៅតែអាចដកដង្ហើមនៅតែអាចព្យាយាមនោះមានន័យថាអ្នកនៅតែមានឱកាស